ពុទ្ធបរិស័ទនិងបងប្អូនរួមជាតិជាទីមេត្រីលំដាប់តទៅនេះសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាដែលសម្ដែងដោយព្រះភិក្ខុពុទ្ធថង្គោលវង្សសុភ័ក្រជាមួយនឹងយើងខ្ញុំដូចតទៅសូមអនុមោទនាបុណ្យណាបងណាសូមអនុមោទនាស្ដាប់ព្រះធម៌សូមអនុមោទនាណាអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើផតតានុមោទនាណាបងចម្រើននៅព្រះបរិត្តណាបាំងស្គលណាដើម្បីជាការប្រសិទ្ធពរជ័យដល់ញាតិញោមពុទ្ធបរិស័ទឯកឧត្តមលោកជំទាវណាលោកប្រុសលោកស្រីលោកតាលោកយាយណាដែលបានអញ្ជើញមករួមជ្រះថ្លារួមត្រេកអររួមអនុមោទនាក្នុងពិធីបុណ្យបង្កក់ចៅណាព្រោះបង្កក់កូនស្រីណាទៅតាមកន្លងប្រពៃណីជាតិកន្លងប្រពៃណីព្រះពុទ្ធសាសនាខ្ញុំព្រះករុណាអាត្មាភាពមុននឹងចាប់ផ្ដើមសូត្រនៅព្រះបរិត្តហើយនឹងធัวជាយន្តោប្រសិទ្ធពរជ័យណាជូនដល់ចៅស្រីក៏ដូចជាលោកឯកឧត្តមលោកជំទាវលោកតាលោកយាយណាលោកប្រុសលោកស្រីញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាដែលជាភ្ញៀវកិត្តិយសសូមលើកយកនៅព្រះធម៌ដែលជាឱវាទពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងណាមកសម្ដែងចែកជូនជាធម្មទានចំពោះលោកឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីលោកតាលោកយាយពុទ្ធបរិស័ទទាំងអស់ណាដើម្បីបានស្ដាប់ទទួលយកផល្លានិសង្ឃរៀងខ្លួនទៅតាមកម្លាំងសទ្ធាជ្រះថ្លាណាការសម្ដែងណាសំរុំទៅតាមពេលវេលាចម្រើនពរនឹងហើយថ្ងៃនេះគឺជាទិវាមួយប្រកបដោយអ្នកខត្តរិទ្ធប្រកបដោយមង្គលសិរីសួស្តីដ៏ឧត្តមដែលលោកឪពុកអ្នកម្ដាយរបស់កូនណាកូនស្រីនឹងហើយដែលទើបតែបានជន្មាយុចំនួន30ថ្ងៃណាបរិយៈពេល1ខែគឺទារិកាបែលវណ្ណរិទ្ធសុធីរាណាដែលបិតាគឺលោកបែលស័កណាបែលស័កភក្តីហើយម្ដាយគឺរិទ្ធកល្យានចម្រើនពរដែលបានផ្ដល់កំណើតដល់ទារិកាដល់បុត្រីណាបានទទួលបានឃើញនៅពន្លឺថ្ងៃពន្លឺព្រះអាទិត្យណាបន្ទាប់អំពីពរផ្ទៃរយៈពេល9ខែ10ថ្ងៃរួចមកបានផ្ដល់កំណើតដល់បុត្រីហើយថ្ងៃនេះក៏បានរៀបចំជាពិធីមង្គលមួយហៅថាពិធីមង្គលណាបង្កក់កូនស្រីណាព្រោះបង្កក់ណាតាមពិតទៅពិធីនេះណាជាប់ជាប្រពៃណីទំនៀមទម្លាប់តាំងពីសម័យពុទ្ធកាលតាំងពីកាលដែលព្រះសម្មាសម្ពុទ្ធប្រងគង់ប្រជញ្ញនៅណាព្រោះបើគិតមកទល់ឥឡូវនេះជាង2000ឆ្នាំហើយ2556ឆ្នាំហើយណា2556រាប់ត្រឹមថ្ងៃដែលព្រះពុទ្ធព្រះអង្គបរិនិព្វានតែបើយើងយក2556ទៅបូកនឹង45ឆ្នាំអាយុកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ប្រជញ្ញព្រះអង្គសម្ដែងព្រះធម៌នោះក៏ឃើញថាមានអាយុកាលច្រើនជាងនឹងតទៅទៀតណាជាប្រពៃណីចាស់ទុំណាបរមបុរាណអ្នកកាន់ពុទ្ធសាសនាតាំងពីសម័យពុទ្ធកាលរៀបចំពិធីមង្គលការកូនប្រុសកូនស្រីក៏អារាធនាយាងព្រះសម្មាសម្ពុទ្ធនិមន្តព្រះភិក្ខុសង្ឃទៅថ្វាយទានណាព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលចង្ហាន់បិណ្ឌបាតរួចហើយព្រះអង្គក៏ប្រទានជាឱវាទធម៌ណារៀបការរួមរស់នៅជាមួយគ្នាបានបុត្រធីតាប្រុសស្រីណាពេលបង្កក់ឆ្មបពេលខួបកំណើតកូនប្រុសកូនស្រីហ្នឹងពុទ្ធបរិស័ទលោកយាយលោកតាសម័យពុទ្ធកាលក៏យាងព្រះសម្មាសម្ពុទ្ធអារាធនាព្រះភិក្ខុសង្ឃទៅថ្វាយទានទៅប្រគេនទានណាក្រោយពីប្រគេនទានព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលនៅទេយទានរួចហើយព្រះអង្គក៏សម្ដែងព្រះធម៌ណាសម្ដែងផត្តានុមោទនាជូនពុទ្ធបរិស័ទលោកយាយលោកតាមេត្តាបិតាអាណាព្យាបាលនឹងបានស្ដាប់
ណាជាអវាទធัวអានៅក្នុងថ្ងៃមង្គលនឹងចម្រើនពរយើងឃើញមានរឿងរ៉ាវច្រើនណាស់ណាកុមារាកុមារីខ្លះបានស្ដាប់ធัวព្រះសម្មាសម្ពុទ្ធណាបានស្ដាប់ទៅក៏បានសម្រេចលោកុត្តរធัวបានសម្រេចធัวក្នុងជនមាយុ7ឆ្នាំណាត្រឹមតែអាយុ7ឆ្នាំប៉ុណ្ណឹងបានស្ដាប់ធัวព្រះសម្មាសម្ពុទ្ធហើយក៏បានសម្រេចលោកុត្តរធัวមានកុមារាខ្លះណាបានស្ដាប់ធัวព្រះសម្មាសម្ពុទ្ធហើយជ្រះថ្លាចេញសាងភ្នោះបួសជាសាមណេរក្នុងអាយុ7ឆ្នាំនឹងឯងណាចម្រើនពរហើយកុមារដែលបួសក្នុងអាយុ7ឆ្នាំនឹងមុនគេគឺរាហុលកុមារញាតិញោមលោកឯកឧត្តមលោកជំទាវណាស្គាល់ហើយជ្រាបហើយចម្រើនពរត្រូវជាព្រះរាជបុត្រណារបស់ព្រះសម្មាសម្ពុទ្ធកាលដែលព្រះអង្គគង់នៅជាព្រះបរមពោធិសត្វព្រះអង្គនៅសោយរាជចម្រើនពរព្រះនាងពំពាជាអគ្គមហេសីហើយព្រះសម្មាសម្ពុទ្ធព្រះអង្គកាលនោះជាព្រះសិទ្ធត្ថណាជាព្រះស្វាមីនឹងហើយមានបុត្រមួយគឺរាហុលកុមារពេលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គនាំព្រះភិក្ខុសង្ឃចំនួន20000អង្គទៅបិណ្ឌបាតនៅមាតុភូមិកំណើតរបស់ព្រះអង្គនៅក្រុងកបិលភ័ស្ត្រនឹងឯងពេលនោះព្រះនាងពំពាយសោធរាបានបើកសីហបញ្ចោបានបើកបង្អួចឡើងណាឃើញតួអង្គព្រះសម្មាសម្ពុទ្ធនាំមុខភិក្ខុសង្ឃ20000អង្គស្ដេចទ្រង់យាងបិណ្ឌបាតពេលនោះរាហុលនឹងទៅតែមានអាយុបាន7ខួបប៉ុណ្ណឹងព្រះនាងពំពាក៏បានចង្អុលប្រាប់ទៅរាហុលមនាលកូនប្រុសណាព្រះមហាសមណៈដែលនិមន្តបិណ្ឌបាតនៅមុខភិក្ខុសង្ឃដ៏ច្រើនរាប់ពាន់អង្គនឹងមហាសមណៈនឹងត្រូវជាឪពុករបស់កូនត្រូវជាបិតាបង្កើតរបស់កូនអញ្ចឹងចូលកូនទៅសុំកំណត់ទ្រព្យពីព្រះបិតាមកណាពីព្រោះកូនត្រូវតែទទួលនៅទាយាទទទួលនៅមរតករបស់ព្រះបិតាអញ្ចឹងព្រះនាងពំពានឹងបង្គាប់ឲ្យកូនប្រុសទៅសុំគេទៅសុំគេមរតកពីព្រះបិតាគឺព្រះសម្មាសម្ពុទ្ធណារាហុលគ្រាន់តែឮសូរព្រះមេត្តាប្រាប់ប៉ុណ្ណឹងរត់ចុះវឹងតែម្ដងណារត់ទៅក៏ទៅចាប់តោងចុងព្រះហស្ថណាចុងអង្គុលីចុងម្រាមព្រះហស្ថព្រះសម្មាសម្ពុទ្ធនឹងក៏បានពោលសរសើរបបិទ្ធព្រះសាមណៈព្រះមេត្តាបានមានព្រះសុវណ្ណីថាព្រះសាមណៈត្រូវជាបិតារបស់ខ្ញុំព្រះអង្គត្រូវជាឪពុករបស់ខ្ញុំព្រះអង្គមើលទៅរូបរាងកាយរបស់ព្រះមហាសាមណៈល្អណាស់ណាមានរស្មីផ្សាយចេញមកហើយយាងទៅមានផ្កាឈូកផុសត្រណារាហុលញាតិញោមណាគ្រាន់តែបានឃើញព្រះសម្មាសម្ពុទ្ធហេតុតែឧបនិស្ស័យធ្លាប់សន្សំណាក្នុងសង្សារវដ្តគោរពស្រឡាញ់ព្រះសម្មាសម្ពុទ្ធណាចាប់តោងចុងព្រះហស្ថព្រះសម្មាសម្ពុទ្ធបបិទ្ធព្រះបិតាសូមព្រះបិតាប្រទាននៅមរតកដល់ខ្ញុំព្រះអង្គណាពីព្រោះខ្ញុំព្រះអង្គត្រូវជាបុត្ររបស់ព្រះបិតាធម្មតាកូនប្រុសត្រូវតែទទួលនៅមរតកអំពីបិតាយ៉ាងដូចនេះឯងណាពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ព្រះបរិវិតកៈណាព្រះអង្គទ្រង់ឆ្វេងយល់ថាទ្រព្យសម្បត្តិនៅក្នុងលោកនេះបង្កនៅសេចក្តីទុក្ខទោសគ្រោះថ្នាក់ច្រើនណាស់ទ្រព្យសម្បត្តិនៅក្នុងលោកបានបរិភោគចាយវាយប្រើប្រាស់តែក្នុងបច្ចុប្បន្ននេះប៉ុណ្ណោះព្រះអង្គមានព្រះបំណងនឹងប្រទាននៅលោកុត្តរទ្រព្យនៅលោកុត្តរសម្បត្តិដល់រាហុលពេលនោះព្រះអង្គក៏បានណាប្រាប់ទៅដល់ព្រះសារីបុត្រដែលត្រូវជាអកសាវៈស្ដាំរបស់ព្រះអង្គឲ្យបំបួសរាហុលណានាងពំពានោះខកចិត្តអស់យ៉ាងញាតិញោមណានឹងហើយប្រើកូនទៅមិនមែនទៅឲ្យបួសឯណាប្រើទៅឲ្យសុំកំណត់ទ្រព្យឯតាប៉ុន្តែទៅដល់ព្រះសម្មាសម្ពុទ្ធក៏បានឲ្យព្រះសារីបុត្រដែលជាធម្មសេនាបតីហ្នឹងបំបួសរាហុលនឹងទៅណា
បួសហើយរាហុលនឹងខំប្រឹងប្រែងសិក្សារៀនសូត្រគោរពបដិបត្តិធម៌រហូតបានសម្រេចព្រះអរហត្តផលណារាហុលស្រឡាញ់ព្រះបិតាណាតាំងពីបានដឹងបានឃើញថាព្រះសម្មាសម្ពុទ្ធណាត្រូវជាឪពុកបង្កើតរបស់ខ្លួនអញ្ចឹងតាមណាដើរតាមព្រះសម្មាសម្ពុទ្ធនឹងរហូតដល់វត្តពពារាមតែម្ដងនេះជាឧបនិស្ស័យរបស់រាហុលណាសម្ដែងព្រះធម៌មកប៉ុណ្ណេះណាដើម្បីជម្រាបជូនឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីពុទ្ធបរិស័ទទាំងអស់ថាការដែលយើងធ្វើពិធីទាំងអស់នេះមិនមែនទៅតែធ្វើក្នុងបច្ចុប្បន្ននេះទេតាំងពីសម័យព្រះសម្មាសម្ពុទ្ធប្រងគង់ប្រជញ្ញនៅក៏យើងធ្លាប់បានធ្វើពិធីការពិធីកម្មទាំងអស់នេះណាមានកុមារខ្លះណាដូចជាអាយុវឌ្ឍនកុមារអីហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គប្រមាលមើលទៅណានៅសល់តែ7ថ្ងៃទៀតទេនឹងត្រូវអស់ជីវិតណាត្រូវដល់នៅសេចក្តីស្លាប់ប៉ុន្តែបានគុណព្រះសម្មាសម្ពុទ្ធបានគុណព្រះរតនត្រ័យណាព្រះសម្មាសម្ពុទ្ធចាត់ឲ្យភិក្ខុសង្ឃ16អង្គទៅចម្រើនព្រះបរិត្តណាសូត្រនៅព្រះពុទ្ធមន្តដើម្បីការពារនៅឧបទ្រពណាចង្រៃអពមង្គលផ្សេងហើយថ្ងៃទី7ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ស្ដេចយាងទៅដោយផ្ទាល់ស្ដេចយាងទៅដោយព្រះអង្គឯងណាអាចជួយសង្គ្រោះអាយុវឌ្ឍនកុមារដែលត្រូវអស់ជីវិតណារស់បានតែ7ថ្ងៃទៀតទេនឹងត្រូវអស់ជីវិតហើយប៉ុន្តែដោយគុណព្រះបរិត្តដោយគុណព្រះពុទ្ធមន្តគុណព្រះសម្មាសម្ពុទ្ធអាចជួយសង្គ្រោះឲ្យអាយុវឌ្ឍនកុមារបានមានអាយុវែងរហូតដល់ទៅ120ឆ្នាំណានឹងបានជាប់ជាប្រពៃណីទំនៀមទម្លាប់ណារហូតមកទល់បច្ចុប្បន្ននេះពុទ្ធបរិស័ទយើងមានពិធីការពិធីកម្មអីផ្សេងតែងតែនឹកទៅដល់ព្រះរតនត្រ័យនឹកទៅដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃនឹកទៅដល់បុណ្យកុសលណាមានតែបុណ្យកុសលនឹងហើយណាជាទីពឹងទីរលឹកដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នាលោកឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីពុទ្ធបរិស័ទណាបងដែលបានកើតមកជាមនុស្សនៅក្នុងពេលនេះដោយសារអានិសង្សរបស់បុណ្យចាស់ពីមុនដែលយើងបានធ្វើនៅក្នុងសង្សារវដ្តបានធ្វើទានបានរក្សាសិលបានស្ដាប់ព្រះធម៌ទេសនាណាបុណ្យកុសលទាំងអស់នឹងហើយជួយចាត់ចែងជួយរៀបចំឲ្យឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីណាពុទ្ធបរិស័ទទាំងអស់គ្នាបានកើតមកជាមនុស្សណាបានកើតមកជាមនុស្សហើយក៏មានសុខភាពល្អមានអាយុវែងណាប្រកបមុខរបរទទួលទានទៅណាចេះតែបានសំប្រកបណាមានអាហារបរិភោគមានបច្ច័យ4សម្រាប់បរិភោគទទួលទានប្រើប្រាស់គ្រប់គ្រាន់មិនខ្វះកន្លះនឹងដោយសារអានិសង្សរបស់បុណ្យដែរណាក៏នឹងហើយប្រសិនបើអត់មានបុណ្យកុសលជួយរុញច្រានមកទេណាកុំថាឡើយដល់ទៅបានបច្ច័យ4ទ្រព្យសម្បត្តិបរិភោគចាយវាយប្រើប្រាស់ណាសូមបីតែបានកើតមកជាមនុស្សនឹងមិនទាំងបានកើតមកជាមនុស្សផងណាអញ្ចឹងជាតិកំណើតជាមនុស្សណាទាំងបុរសទាំងស្ត្រីដែលបានមកកើតជាមនុស្សនេះដោយសារអានិសង្សបុណ្យណាបុណ្យកុសលដែលឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីធ្លាប់បានធ្វើពីមុនមកណាព្រោះធ្លាប់បានធ្វើទានធ្លាប់បានរក្សាសិលធ្លាប់បានស្ដាប់ព្រះធម៌ទេសនាបុណ្យកុសលទាំងអស់នឹងឯងជួយចាត់ចែងជួយរៀបចំឲ្យបានមកកើតជាមនុស្សណាបានមកកើតជាមនុស្សហើយបុណ្យកុសលហ្នឹងក៏ជួយឧបត្ថម្ភជួយទំនុកបម្រុងជួយការពារឲ្យបានសេចក្តីសុខសេចក្តីចម្រើនណារស់ជួបជុំក្រុមគ្រួសារស្វាមីភរិយាណាបានសុខសេរីសួស្តីនឹងគឺដោយសារអានិសង្សរបស់បុណ្យដែរព្រោះហេតុនោះហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថា
អ្នកទាំងឡាយកុំខ្លាចបុណ្យណាពីព្រោះបុណ្យគឺជាឈ្មោះនៃសេចក្តីសុខនិងសេចក្តីចម្រើនណាចម្រើនពរព្រះសម្មាសម្ពុទ្ធព្រះអង្គមិនឲ្យខ្លាចបុណ្យទេណាពីព្រោះបុណ្យគឺជាឈ្មោះនៃសេចក្តីសុខនិងសេចក្តីចម្រើនកាលណាបើយើងប្រាថ្នាត្រូវការចង់បានបុណ្យកុសលណាកាលណាបើយើងប្រាថ្នាត្រូវការចង់បានសេចក្តីសុខគប្បីពេញចិត្តក្នុងការសន្សំបុណ្យកុសលធ្វើទានរក្សាសិលស្ដាប់ព្រះធម៌ទេសនាអញ្ចឹងទៅណាដើម្បីជាទីពឹងទីរលឹកដ៏ប្រសើររបស់យើងទៅក្នុងជាតិខាងមុខទៀតណាពីព្រោះពេលដែលយើងអស់ជីវិតទៅពេលដែលយើងលាចាកលោកនេះទៅទ្រព្យសម្បត្តិលុយកាក់មាសប្រាក់គ្រប់បែបគ្រប់យ៉ាងទាំងអស់ណាมันអាចយកទៅជាប់តាមជាមួយខ្លួនយើងបានទេមានតែបុណ្យកុសលប៉ុណ្ណឹងឯងណាបុណ្យកុសលថ្នាក់ទានបុណ្យកុសលថ្នាក់សិលបុណ្យកុសលនៃការស្ដាប់ព្រះធម៌ទេសនានឹងហើយនាំឲ្យយើងបានទៅកាន់សុគតិភពឬថាជាតិក្រោយទៅបានកើតមកជាមនុស្សដូចជាតិនឹងទៀតណាចម្រើនពរកើតឡើងមានអាយុវែងណាដោយសារអីដោយសារតែយើងរក្សាសិលពីជាតិមុនមកមិនសម្លាប់សត្វណាញាតិញោមណាយើងបានអាយុវែងដោយសារតែមិនបានសម្លាប់សត្វពីជាតិមុនមកអ្នកខ្លះកើតមកមានអាយុខ្លីដោយសារដាច់សិលពីជាតិមុនណាក៏អត់បានរក្សាសិលសម្លាប់សត្វណាសម្លាប់ជីវិតមនុស្សសត្វនាំឲ្យយើងមានអាយុខ្លីហ្នឹងហើយយើងកើតឡើងមានសុខភាពល្អមិនមានរោគណាក៏មានសុខភាពល្អដោយសារមិនបានបៀតបៀនមនុស្សសត្វពីជាតិមុនមកណាមិនបានបៀតបៀនសត្វហើយបានធ្វើនៅភេសជ្ជៈទានណាធ្វើនៅភេសជ្ជៈទានធ្វើនៅថ្នាំកែរោគណាក៏បានប្រគេនថ្នាំព្យាបាលរោគចំពោះព្រះសង្ឃជូនថ្នាំព្យាបាលរោគចំពោះលោកអ្នកមានសិលដូនជីតាជីសីលវ័នសីលវតីជូនថ្នាំព្យាបាលរោគចំពោះមេត្តាបិតាមានជំងឺឈឺថ្កាត់អីហ្នឹងកូនចៅប្រុសស្រីជួយមើលថែទាំជួយព្យាបាលជួយចេញថ្នាំណាជួយចេញថ្លៃថ្នាំព្យាបាលហ្នឹងជាតិក្រោយទៅកើតឡើងមានសុខភាពល្អណាអញ្ចឹងហើយបានយើងឃើញមនុស្សយើងកើតមកណាអ្នកខ្លះក៏មានសុខភាពល្អអ្នកខ្លះក៏ឈឺច្រើនអញ្ចឹងទៅណាមានសុខភាពមិនសូវល្អទេដោយសារធម្មជាតិកម្មនឹងជួយរៀបចំមកអញ្ចឹងណាគួបផ្សំនឹងយើងចេះរស់នៅស្អាតមានអនាម័យចេះថែទាំសុខភាពនៅក្នុងបច្ចុប្បន្ននឹងផងគួបផ្សំនឹងកម្មបុណ្យកុសលធម្មជាតិដែលយើងបានធ្វើពីមុនមកផងចម្រើនពរចឹងទៅកើតឡើងមានសុខភាពល្អណាហើយមួយទៀតមានពណ៌សម្បុរកាយល្អណាមានពណ៌សម្បុរកាយស្អាតដោយសារយើងមិនខឹងក្រោធណាមិនសូវមានសេចក្តីខឹងក្រោធណាកាលណាបើយើងមានការខឹងក្រេវក្រោធច្រើនណាមានទោសៈច្រើនជាតិក្រោយទៅរូបអាក្រក់ឲ្យញាតិញោមណាចង់បានរូបស្អាតរូបល្អកុំឧស្សាហ៍ខឹងណាចម្រើនពរហ្នឹងហើយពេលមានអារម្មណ៍មិនសប្បាយចិត្តមានសេចក្តីទុក្ខទោមនស្សអីកើតឡើងណាខំប្រឹងញញឹមទៅណាញញឹមដាក់កញ្ចក់ទៅណាពរហ្នឹងហើយពេលដែលយើងញញឹមទៅណាភាពតានតឹងអារម្មណ៍មួម៉ងទាំងប៉ុន្មានហ្នឹងវានឹងរត់ខ្ចាត់ខ្ចាយចេញអស់ពីក្នុងខ្លួនយើងហើយញាតិញោមណាសាកល្បងមើលចម្រើនពរចាំមើលថ្ងៃណាមួយមានអារម្មណ៍មិនសប្បាយចិត្តណាមួម៉ៅនៅក្នុងចិត្តអីហ្នឹងណាទៅឈរពីមុខកញ្ចក់ទៅខំប្រឹងញញឹមណាញញឹមឲ្យយ៉ាងស្រស់ពីមុខកញ្ចក់ហ្នឹងទៅណាភាពតានតឹងអារម្មណ៍មួម៉ងហ្នឹងរត់បាត់អស់ហើយញាតិញោមណាអញ្ចឹងមានសម្បុរកាយល្អមានរូបរាងកាយល្អដោយសារมันមានការខឹងក្រេវក្រោធណាដល់ទៅយើងមានរូបអាក្រក់នឹងមកពីសម្បូរទៅដោយការខឹងក្រេវក្រោធនឹងច្រើនណាបៀតបៀនសត្វផងណាមានទោសៈបទុសរាយបៀតបៀនចំពោះអ្នកដទៃផងសម្បូរទៅដោយការខឹងក្រេវក្រោធនឹងច្រើនផងណាជាតិក្រោយទៅរូបអាក្រក់ហើយណាហើយមួយទៀតមានទេជានុភាពច្រើនមានដៃជះច្រើនមានរិទ្ធមានអំណាចច្រើន
គេគោរពកោតក្រែងច្រើននិយាយស្ដីអីទៅគេគោរពគេកោតក្រែងគេខ្លាចគេស្ដាប់តាមអាវាតរបស់យើងដោយសារអីដោយសារតែយើងមិនច្រណែនណាព្រោះមិនច្រណែនឈ្នានេះនឹងអ្នកដទៃណាខ្មែរយើងហៅថាអ្នកហ្នឹងមានទឹកមាត់ប្រៃណាទឹកមាត់ប្រៃហ្នឹងចង់និយាយថានិយាយពាក្យសម្ដីអីទៅគេគោរពគេស្ដាប់គេកោតខ្លាចណាដោយសារពីជាតិមុនមកมันមានសេចក្តីច្រណែនណាចម្រើនពរអញ្ចឹងយើងកុំឲ្យមានការច្រណែនឈ្នានេះជាមួយនឹងអ្នកដទៃពេលឃើញអ្នកដទៃបានសុខសប្បាយរកស៊ីមានបានយើងជួយត្រេកអរគេទៅកុំច្រណែនឈ្នានេះគេណាជាតិក្រោយទៅមានរិទ្ធមានដៃជះច្រើនណាមួយទៀតមានទ្រព្យសម្បត្តិច្រើនណាមានទ្រព្យសម្បត្តិច្រើនដោយសារការបរិច្ចាគទានណាបានធ្វើទានពីជាតិមុនមកណាអញ្ចឹងហើយបានជាមនុស្សយើងកើតមកខុសៗគ្នាអ្នកខ្លះមានទ្រព្យសម្បត្តិច្រើនអ្នកខ្លះមានទ្រព្យសម្បត្តិតិចអ្នកខ្លះមានអាយុវែងអ្នកខ្លះមានអាយុខ្លីអ្នកខ្លះមានរូបអាក្រក់អ្នកខ្លះមានរូបល្អដោយសារអីដោយសារការរៀបចំរបស់កម្មដែលយើងបានធ្វើពីជាតិមុនមកហ្នឹងផ្សេងគ្នាអញ្ចឹងចម្រើនពរណាប្រសិនបើអត់មានកម្មជួយរៀបចំចាត់ចែងមកទេម្លេះមនុស្សយើងកើតមកដូចគ្នាបើថាមានអាយុវែងក៏អាយុវែងដូចគ្នាណាមានសុខភាពល្អក៏សុខភាពល្អដូចគ្នាមានទ្រព្យសម្បត្តិច្រើនក៏ទ្រព្យសម្បត្តិច្រើនដូចគ្នាហេតុអីបានជាមនុស្សយើងកើតមកមានកម្រិតជីវភាពនឹងខុសគ្នាមកពីការរៀបចំរបស់កម្មអំពើដែលយើងបានធ្វើពីជាតិមុនមកនឹងខុសគ្នាអញ្ចឹងដែរញាតិញោមណាការធ្វើបុណ្យកុសលណាពីជាតិមុនមកខុសគ្នាអញ្ចឹងហើយបានជានាំឲ្យជាតិនេះកើតមកខុសគ្នាដែរណាទោះបីជាខំប្រឹងប្រែងយ៉ាងណាក៏បានតែមកគ្រប់ចឹងទៅណាមានកូនមានចៅអីហ្នឹងមិនប្រកបដោយកន្លងធัวទេណាបងហ្នឹងហើយកាលពីមុនប្រាថ្នាចង់បានកូនណាដល់តែបានកូនមកហើយទឹកភ្នែកដោយសារកូននឹងទៀតញាតិញោមណាបងមិនមែនសត្វតែថាឲ្យតែមានកូនទៅកូននឹងប្រកបដោយកន្លងធัวណាស្ដាប់តាមអាវាតឪពុកម្ដាយទាំងអស់មិនមែនទេណាអាហ្នឹងវាជាប់តាក់ទងទៅនឹងកម្មផលទៅនឹងបុណ្យកុសលដែលយើងបានសាងពីមុនមកណាចម្រើនពរណាបានទ្រព្យសម្បត្តិច្រើនដោយសារការបរិច្ចាគទានណាកើតនៅក្នុងត្រកូលខ្ពង់ខ្ពស់ដោយសារការចេះគោរពកោតក្រែងណាគោរពចាស់ព្រឹទ្ធាចារ្យគោរពមេត្តាបិតាគោរពព្រះពុទ្ធគោរពព្រះធម៌គោរពព្រះសង្ឃនិងជាតិក្រោយទៅកើតនៅក្នុងត្រកូលខ្ពង់ខ្ពស់ហើយណាមួយទៀតមានប្រាជ្ញាច្រើនដោយសារបានសែបគប់នឹងសពបរោះណាព្រោះសែបគប់ជាមួយនឹងសពបរោះសែបគប់ជាមួយនឹងបណ្ឌិតអ្នកប្រាជ្ញណាជាតិក្រោយទៅមានបញ្ញាច្រើនណាមិនចាំតែជាតិក្រោយទេសូម្បីតែជាតិហ្នឹងក៏មានបញ្ញាហើយញាតិញោមណាលោកឯកឧត្តមលោកជំទាវណាចម្រើនពរលោកប្រុសលោកស្រីមានប្រាជ្ញាជាសម្មាទិដ្ឋិហ្នឹងដោយសារអីដោយសារការសែបគប់នឹងសពបរោះសែបគប់ជាមួយនឹងបណ្ឌិតអ្នកប្រាជ្ញណាការសែបគប់ជាមួយសពបរោះសែបគប់ជាមួយបណ្ឌិតអ្នកប្រាជ្ញនាំឲ្យយើងទទួលបាននៅប្រាជ្ញាណាមានប្រាជ្ញាជាសម្មាទិដ្ឋិសម្មាទិដ្ឋិយល់ថាធ្វើល្អទៅបានល្អធ្វើអាក្រក់ទៅបានអាក្រក់យើងបានសេចក្តីសុខសេចក្តីចម្រើននេះមិនមែនបានមកដោយសារទេវតាព្រះឥន្ទព្រះព្រហ្មណាផ្ដល់សេចក្តីសុខមកឲ្យយើងទេយើងបានសេចក្តីសុខនេះដោយសារផលនៃអំពើល្អផលនៃអំពើបុណ្យដែលយើងបានធ្វើពីមុនមកណាញាតិញោមណាផលបុណ្យដែលលោកឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីបានសាងពីជាតិមុនមកទៅនាំឲ្យបានសេចក្តីសុខនៅក្នុងជាតិនេះណាឥឡូវបានសេចក្តីសុខហើយប៉ុន្តែសេចក្តីសុខទាំងអស់នេះគឺជាផលនៃបុណ្យចាស់ផលដែលយើងបានធ្វើកាលពីជាតិមុនមកប៉ុន្តែប្រសិនបើយើងបរិភោគពិសាផលបុណ្យនឹងអស់ណាដល់ទៅអស់បុណ្យចាស់នឹងទៅ
ជាតិក្រោយទៅអត់មានផលបន់ថ្មីបន្ថែមទៀតត្រូវដូរអត្តភាពឲ្យចម្រើនពរណាដូរអត្តភាពទៅកើតនៅក្នុងអបាយភូមិណាកើតជានរកប្រែតអសូរកាយនិងសត្វដេរឆានណាចម្រើនពរអញ្ចឹងឱកាសនេះជាការប្រសើរជាការប្រពៃថ្លៃថ្លាណាដែលយើងទាំងអស់គ្នាបានមកកើតជាមនុស្សណាលោកឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីទាំងអស់គ្នាបានកើតមកជាមនុស្សដោយសារអានិសង្ឃរបស់បុណ្យណាបុណ្យកុសលជួយរៀបចំជួយចាត់ចែងឲ្យបានមកកើតជាមនុស្សហើយប៉ុន្តែកុំភ្លេចសាងសេចក្តីល្អបន្ថែមទៀតណាចម្រើនពរខំប្រឹងធ្វើទានខំប្រឹងរក្សាសិលស្ដាប់ព្រះធម៌សាងសេចក្តីល្អដើម្បីជាទីពឹងទៅជាតិខាងមុខទៀតណាចម្រើនពរសូមអនុមោទនាសូមអនុមោទនាបុណ្យណាចម្រើនពរប៉ុណ្ណឹងចុះណាពេលវេលាសមរម្យដើម្បីធ្វើកិច្ចបន្តទៅទៀតគឺការស្វាធ្យាយនៅព្រះធម៌ណាស្វាធ្យាយនៅព្រះធម៌ដើម្បីជាពុទ្ធជ័យមង្គលដើម្បីសិរីសួស្តីជូនចំពោះឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីលោកតាលោកយាយណាប្អូនក្មួយយុវជនយុវនារីណាជាពិសេសណាទារិកាណាដែលត្រូវជាណាចៅស្រីណារបស់ឯកឧត្តមណាឯកឧត្តមលោកជំទាវទាំង4រូបណាឯកឧត្តមង៉ែតសុវណ្ណលោកជំទាវកុលនូសុខាឡៃឯកឧត្តមតែថាវរិទ្ធលោកជំទាវអែមផល្លាអែមរដ្ឋាចម្រើនពរសុំទោសណាលោកជំទាវអែមរដ្ឋាណាឥឡូវបានចៅស្រីមួយរូបទៀតហើយណាចម្រើនពរណាចៅស្រីក៏មានឧបនិស្ស័យធ្លាប់បានធ្វើបុណ្យធ្វើកុសលពីជាតិមុនមកដែរបានមកចាប់កំណើតណាជាមួយនឹងក្រុមគ្រួសារលោកប្រុសលោកស្រីលោកឯកឧត្តមណាដែលជាតកូលខ្ពង់ខ្ពស់ណាបើសិនបើចៅស្រីណាបែលវណ្ណរិទ្ធសុធីរាអត់មានបុណ្យកុសលខ្លួនឯងជួយរៀបចំចាត់ចែងមកទេអត់បានមកកើតក្នុងតកូលខ្ពង់ខ្ពស់អញ្ចឹងទេញាតិញោមណាអ្នកខ្លះទៅកើតឡើងណាបើកភ្នែកទៅឃើញនៅកំណោសម្រាមឃើញតលូទឹកស្អុយឃើញតសัตว์រុយអីចឹងណាព្រោះចាប់កំណើតចំនៅក្នុងផ្ទៃម្ដាយស្ត្រីកំសត់ក្រីក្រអ្នកសំទានអីចឹងណាញាតិញោមនេះមិនមែនការប្រមាថមើលងាយការរើសអើងអីទេចម្រើនពរក្នុងពុទ្ធសាសនាមិនមានការរើសអើងមិនមានការប្រមាថមើលងាយមិនមានការប្រកាន់ជាតិសាសន៍ពណ៌សម្បុរអីទេប៉ុន្តែព្រះអង្គសម្ដែងអំពីសច្ចធម៌អំពីច្បាប់កម្មផលណាព្រោះដែលបានមកកើតនៅក្នុងត្រកូលសពបរោះត្រកូលខ្ពង់ខ្ពស់ដោយសារអានិសង្ឃរបស់បុណ្យណាហេតុអីក៏អ្នកខ្លះមកចាប់កំណើតកើតនៅក្នុងផ្ទៃម្ដាយដែលជាស្ត្រីក្រីក្រកំសត់ទូរគួតណាត្រូវឪពុកនឹងផឹកស្រាស្វឹងវាយដំធ្វើបាបគ្រាន់តែកើតឡើងណាមិនទាន់បានប្រមាណម៉ោងផងត្រូវម្ដាយយកទៅបោះចោលយកទៅដាក់ចោលនៅគៀនធុងសម្រាមអីចឹងទៅណានឹងដោយសារអីដោយសារការរៀបចំរបស់បាបកម្មណាកម្មនឹងរៀបចំមកអញ្ចឹងញាតិញោមណាមិនមែនយើងប្រាថ្នាចង់បានអីចេះតែបានដូចចិត្តទេណាបើសិនបើយើងប្រាថ្នាចង់បានអីចេះតែបានដូចចិត្តយើងប្រាថ្នាសុំឲ្យកើតណានៅក្នុងផ្ទៃស្ត្រីជាមេត្តាណាសពបរោះប្រកបដោយព្រហ្មវិហារធម៌កើតនៅក្នុងតកូលខ្ពង់ខ្ពស់ហើយណាហេតុអីបានជាខុសគ្នាណាអ្នកខ្លះណាចាប់កំណើតកើតនៅក្នុងផ្ទៃស្ត្រីជាមេត្តាប្រកបដោយធម៌សពបរោះណាកើតនៅក្នុងតកូលខ្ពង់ខ្ពស់បើកភ្នែកឡើងឃើញបន្ទប់ស្អាតមានម៉ាស៊ីនត្រជាក់មានគ្រូពេទ្យគិលានុបដ្ឋាណាគិលានុបដ្ឋាយិកាព្យាបាលបម្រើគ្រប់សពទាំងអស់ហ្នឹងហើយនេះដោយសារអានិសង្ឃរបស់បុណ្យណាសំដែងអំពីអានិសង្ឃរបស់បុណ្យដើម្បីជាការលើកទឹកចិត្តណាដល់លោកឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីលោកតាលោកយាយពុទ្ធបរិស័ទទាំងអស់គ្នាឲ្យពេញចិត្តក្នុងការធ្វើបុណ្យពេញចិត្តក្នុងការសាងសេចក្តីល្អជឿនៅក្នុងការងាររបស់ខ្លួនតែកាលណាយើងធ្វើល្អគឺបានល្អហើយញាតិញោមណាទោះបីថ្ងៃហ្នឹងថ្ងៃអីក៏ដោយ
ណាថ្ងៃសៅរ៍ថ្ងៃអាទិត្យច័ន្ទអង្គារពុធពហុណាថ្ងៃណាក៏ដោយឲ្យតែយើងធ្វើអំពើល្អគឺបានល្អហើយចម្រើនពរដោយថ្ងៃហ្នឹងអញ្ចឹងណាថ្ងៃហ្នឹងគឺបានប្រកបដោយមង្គលសិរីសួស្តីហើយដោយសារយើងធ្វើនៅអំពើល្អណាអញ្ចឹងសូមប្រសិទ្ធិពរជូនពរណាចំពោះលោកឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីពុទ្ធបរិស័ទទាំងអស់គ្នាសូមប្រកបដោយអាយុវណ្ណៈសុខៈពលៈនិងបដិភានៈគ្រប់គ្នាកំបីអខានឡើយណាចម្រើនពរតាំងសច្ចាផ្សងពងប្រាថ្នាយ៉ាងណាក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាសូមទេវតាឆ្នាំថ្មីណាតាមជួយប្រសិទ្ធិពរជ័យណាបីបាច់ថែរក្សាឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីណាលោកប្រុសលោកស្រីដែលត្រូវជាមេត្តាបិតារបស់សុធីរាណាគឺលោកណាភក្តីណាលោកស្រីកល្យានកុមារីសុធីរាណាសូមឲ្យមានសុខភាពល្អមានប្រាជ្ញាភ្លឺថ្លាមានអាយុវែងណាចម្រើនពរសូមអនុមោទនាសូមអនុមោទនាបុណ្យណាពុទ្ធបរិស័ទនិងបងប្អូនរួមជាតិទើបបានស្ដាប់កម្មវិធីធម្មទេសនាដែលបានទទួលការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់លោកអ្នកសប្បុរសដែលមានចិត្តបុណ្យជាច្រើនរូបសូមមេត្តារងចាំស្ដាប់កម្មវិធីនេះនៅថ្ងៃស្អែកតាមពេលវេលានិងម៉ោងដដែលដោយមេត្រីសូមអរព្រះគុណនិងសូមអរគុណ